ខ្ញុំចង់ប្រាប់នៅការពិតដែលខ្ញុំមើលឃើញអត់ទេលោកហ៊ុនម៉ាណែតចំណាយពេលរាប់ឆ្នាំដើម្បីកសាងកងទ័ពកសាងអត់បានទេកសាងអត់បានទេ he could not train and build the army he could not do it ហើយមិនបាន he cannot do it មិនបានលោកហ៊ុនម៉ាណែតគាត់ធ្វើមិនបានពីព្រោះទី1គាត់រៀនវិន័យនិងបែបបទរបស់អាមេរិកទី2គាត់ចប់ West Point គាត់បាន bachelor's degree in military ចេញមកពី West Point Academy គាត់ជាអនុសេនីយ៍លោកហ៊ុនម៉ាណែតបញ្ចប់ការសិក្សាបរិញ្ញាត្រីផ្នែកកងទ័ពនៅបណ្ឌិតសភាយោធា West Point ឋានៈគាត់ជាអនុសេនីយ៍វាជា lieutenant បើនិយាយទៅវាជា commission officer ហើយណាវាជា CO ក៏ប៉ុន្តែcommand experience របស់គាត់ពេលគាត់ចេញពី West Point គាត់មិនអាចនឹងបញ្ជាទ័ពលើសពី battalion level ទេជាធម្មតាគាត់ចេញទៅគាត់បញ្ជាទ័ពត្រឹម company ទេគឺគាត់បញ្ជាទ័ពមកកប៉ាញីទេហើយគាត់មិនមែនរៀនចេញពីបណ្ឌិតសភាយោធាទៅគាត់អាចទៅ build an armed force បានទេមុខវិជ្ជាគាត់មិនមែន builder ទេមុខវិជ្ជាគាត់ជា commission officer អញ្ចឹងក្រោយពីគាត់ត្រឡប់ទៅស្រុកវិញគាត់មិនអាចកសាងកងទ័ពបានទេនឹងលំបាកទី1ណាលំបាកទី1ណាលំបាកទី1លំបាកទី2គឺចេះទោះបីគាត់មានគំនិតល្អក៏ដោយក៏លោកហ៊ុនម៉ាណែតធ្វើអត់បានដែរពីព្រោះកងទ័ពនេះជាកងទ័ពវៀតណាមរៀបអញ្ចឹងឧត្តមសេនីយ៍ទាំងអស់គឺយក formation តាមកងទ័ពវៀតណាមតាមកោសតាមសបតាម VNA អញ្ចឹងលោកហ៊ុនម៉ាណែតគាត់រៀបមិនបានទេគាត់រៀបយ៉ាងម៉េចក៏រៀបមិនបានដែរពីព្រោះការរៀបកងទ័ពត្រូវ restructure the entire Cambodian army គាត់រៀបមិនបានទេកុំបន្ទោសគាត់រៀបមិនបានទេគាត់រៀបមិនបានណាគាត់រៀបមិនបានទេហើយមិនបានរៀបមិនបានវៀតណាមគេរៀបមកអញ្ចឹងអានេះកងទ័ពជើងគោកណាកងទ័ពជើងអាកាសគេអត់ឲ្យមានទេឲ្យមានខ្សោយហើយកងទ័ពជើងទឹកនេះអានេះបាទនេះកងទ័ពជើងទឹកគឺ build by វៀតណាមផ្ទាល់កងទ័ពជើងទឹកខ្មែរគឺរៀបដោយវៀតណាមផ្ទាល់ដូច្នេះនៅពេលដែលចិនសហការជាមួយកងទ័ពជើងទឹកខ្មែរក៏យួនដឹងដែរអាមេរិកកាំងពឹងលើយួនជាអ្នកមើលកម្ពុជាណាអានោះអញ្ចឹងប៉ុណ្្នឹងទេសូមបញ្ជាក់ថាលោកហ៊ុនម៉ាណែតគាត់ជា commission officer គាត់មិនមែនជា military instructor គាត់មិនមែនជា divisional commander គាត់មិនទាន់ចេះកាន់ brigade command ឬក៏ divisional command គាត់អត់ទាន់ចេះទេគាត់ត្រូវការ experience ពី company level commanding officer ឡើងទៅ battalion ឡើងទៅ regimental he need experience after leaving school ក្រោយពីចាញ់ពីសាលាគាត់ត្រូវការ10ឆ្នាំឬ20ឆ្នាំ in order to build himself to be a colonel or brigadier សម្រាប់ commanding a sizable unit ដំបូងចាញ់ពីសាលាទៅគេឲ្យកាន់កង100តែមិនបានណាតខ្មែរយើងត្រូវកាន់កង50សិនកង50សិន company សិនណាបាទកាន់កង50សិនមិនមែនចេះតែកាន់ណាមនុស្សយើងដូចយើងចាញ់ពីសាលាចំនួនអញ្ចឹង if you have an MBA in business you cannot become big company manager you have to learn how to manage business at lower level មិនមែនthôiយើងមាន master ខាង business management យើងទៅកាន់ក្រុមហ៊ុនបានទេណាដើម្បីខ្លាយទៅជា CEO បានតើមាន experience អានោះអញ្ចឹងមិនមែននិយាយបង្អាប់អីទេអត់មានបង្អាប់ទេនិយាយការពិតសូមបងប្អូនយល់រឿងហ្នឹងណាកែវនាវាកូរ៉េខាងត្បូងបន្ទាប់មកនាវាអាមេរិកសម្ចតនៅសេនុផែតើមានហេតុការអ្វីទេអត់ទេអាហ្នឹងជា protocol ដែលគេធ្វើតេស្តជួនកាលគេបញ្ជូនបពពួកគេនៅក្នុង Indo-Pacific មកធ្វើតេស្តមានហេតុការអាហ្នឹងចំណាំមើលណាឲ្យតែនាវាចម្បាំងបរទេសមកសម្ចតគឺគេធ្វើតេស្តបើចិនគេមកគេធ្វើតេស្តថៃគេមកចិត្តហ្នឹងគេធ្វើតេស្តវៀតណាមមកចិត្តហ្នឹងគេធ្វើតេស្តណាអញ្ចឹងហើយបានជាពេលនាវាណាមកសម្ចតនៅកន្លែងណាតែមានប្រទេសខ្លះហ្នឹងរអ៊ូដោយសារអីរអ៊ូដោយសារប្រតិកម្មទៅលើការធ្វើតេស្តឧទាហរណ៍ថានាវាចិនទៅសម្ចតនៅយ៉ាងហ្គូនកំពង់ផែយ៉ាងហ្គូននៅភូមាណានៅមីយ៉ាន់ម៉ាគេចាត់ទុកថាការសម្ចតហ្នឹងគឺធ្វើតេស្តនៅសមុទ្រអាដាម៉ាន់
បើនាវាចម្បាំងចិនទៅសម្ចតនៅបឹងឡាដេសគឺវត្តមាននៅបឹងឡាដេសជាវត្តមាននៅបេនៅឆកបឹងកាល់រឿងហ្នឹងធម្មតាទេងាយយល់ទេមិនបានខ្ញុំឆ្លើយទូលហើយរឿងហ្នឹងខ្ញុំកិច្ចការខ្ញុំរៀនខ្ញុំអានខ្ញុំយល់អញ្ចឹងបានជាខ្ញុំហ្នឹងត្រូវគេជេរថាអាបកែដឹងមែនទេរស់នៅជាពលរដ្ឋក្នុងមហាអំណាចមិនរស់នៅក្នុងសបកគោឯណា citizen of super power ណាអូខេមែនបងណាបងគាត់គិតរឿងបាញ់ជាព្រាមកៅស៊ូប្រឡោះលើខុសគ្នាណាហើយខ្ញុំមិនមែនលែងលះគ្នាអីធ្វើឈួតអីស៊ីប្រាក់រត់ណាហើយខ្ញុំមិនមែនឈួតនឹងត្រីឆ្អើប្រហុកណាខ្ញុំមិនមែនឈួតទៅស្រុកណាមិនទាន់ដាក់ចំណីចូលក្នុងមាត់ថាឆ្ងាញ់ណាខ្ញុំជា citizen of super power ណាជាពលរដ្ឋនៃប្រទេសមហាអំណាចការចេះដឹងរបស់ខ្ញុំនេះបើប្រៀបធៀបនឹងប្រជាជនអាមេរិកដែលគេត្រឹមត្រូវខ្ពស់មកយើងក្រោមគេ 10000 ដងណាយើងទៅប្រៀបអីគេកើតតែក្នុងនាមជាពលរដ្ឋប្រទេសមហាអំណាចដឹងអញ្ចឹងហើយហ្នឹងអញ្ចឹងណាបងប្អូនត្រូវយល់តែស្រុកយើងវាចូលពេកយើងចេះ deal គេថាគេហ្នឹងមេដឹងអីចឹងតែថ្ងៃសុក្រទី13ថាអឺរ៉ុបខ្លាចចំថ្ងៃនេះតែម្ដងយោបល់ពូយ៉ាងម៉េចដែរលៀងច័ន្ទធូរឿងថ្ងៃទី13នេះអ្នកវិទ្យាសាស្ត្រទៅតែនឹងចេញអ្នកវិទ្យាសាស្ត្រខាងខួរក្បាលទៅនឹងចេញយោបល់ថានេះគឺជាជំនឿដែលសង្កត់ពួកអឺរ៉ុបអាមេរិកខ្លះឲ្យបាក់ផ្នត់ហៅថាថ្ងៃ13ថ្ងៃសុក្រខ្ញុំក៏ទទួលឥទ្ធិពលតែឲ្យខ្ញុំយល់យ៉ាងម៉េចអត់ទេខ្ញុំឃើញអាគេនៅស្រុកអាមេរិកនេះគេអត់ដាក់ជាន់ទី13ទេគេអត់ដាក់ជាន់ទី13ទេគេមានជាន់13ប៉ុន្តែគេអត់ដាក់13ក៏មានច្រើនដែរតែថ្ងៃទី13ជាថ្ងៃត្រូវឈប់ធ្វើការត្រូវនៅផ្ទះក៏អត់មានអាមេរិកណាគេធ្វើអញ្ចឹងរឿងថ្ងៃ13អីហ្នឹងចម្លើយថាជាវប្បធម៌នៃជំនឿដែលគេជឿខ្លះគេអត់ជឿខ្លះឲ្យវាជះឥទ្ធិពលវាមិនជះឥទ្ធិពលអីទេគេរស់បានណាឆ្លើយប៉ុណ្ណឹងអូខេសុកសានហេតុអ្វីបានជាយើងមិនដំឡើងពន្ធលើកសិផលនាំចូលពីវៀតណាមដើម្បីលើកស្ទួយកសិផលក្នុងស្រុករាជការមិនចាំបាច់ដំឡើងពន្ធទេហើយការដំឡើងពន្ធក៏វាតាក់ទងទៅលើ ASEAN Free Trade ទៅពិនិត្យមើលតើ ASEAN Free Trade ហ្នឹងវាយ៉ាងម៉េចអីប៉ុន្តែមិនចាំបាច់ដំឡើងពន្ធទេរាជការមានវិធីអាចបន្ថយល្បឿននៃការហូរចូលរបស់ផលិតផលហ្នឹងដោយទី1គឺធ្វើ cost analysis ដល់កសិករខ្មែរដើម្បីឲ្យផលិតតម្លៃទាបហើយនឹងជ្រោមជ្រែងលើបច្ច័យនានាដែលតាក់ទងនឹងការផលិតតម្លៃទាបហើយនឹងជួយដាក់បទវិន័យដើម្បីឲ្យងាយស្រួលដល់ផលិតផលខ្មែរចែកចាយក្នុងប្រទេសហើយរៀបព្រំដែនឲ្យគយឲ្យល្បាតនានាកុំឲ្យផលិតផលហូរចូលដោយអត់បង់ពន្ធឬក៏ហូរចូលដោយអត់ត្រួតពិនិត្យហើយឲ្យក្រសួងសិក្សាអំពីគុណភាពផលិតផលហើយដាក់នៅបទវិន័យខ្លះដើម្បីបន្តឹងកុំឲ្យផលិតផលហ្នឹងវាហូរចូលពង្រីកផលិតផលក្នុងស្រុកហើយពេលណាផលិតផលក្នុងស្រុកវាឡើងយើងបន្តឹងបន្តិចដងដើម្បីឲ្យផលិតផលក្នុងស្រុករស់ខ្ញុំនិយាយយកមិញអញ្ចឹងអត់ចាំបាច់តម្លើងពន្ធទេអត់ចាំបាច់ទេបងប្អូនដឹងហើយផលិតផលឆ្លងដែនដែលកិច្ចគយកិច្ចការត្រួតពិនិត្យគឺជាងពាក់កណ្ដាលណាជាងពាក់កណ្ដាលបើសិនណាជាដោះស្រាយខ្ញុំឲ្យឧទាហរណ៍មួយរថយន្តដែលដឹកផលិតផលពីស្រុកយួនមកអត់បាច់ផ្ទេទេបើគេដឹកបន្លែឬផ្លែឈើឬសាច់ត្រីសាច់អីពីស្រុកយួនមកគេអត់បាច់ផ្ទេទេគឺរថយន្តគេចូលដល់ប៉ៃលិនដល់សំឡូតតែម្ដងដែលការចូលនេះអត់ប្លែកទេក៏ប៉ុន្តែរដ្ឋកាលណារដ្ឋចង់ទប់លំហូរហ្នឹងរដ្ឋត្រូវដាក់បទវិន័យមិនហាមផ្ដាច់ទេប៉ុន្តែដាក់បទវិន័យមុននឹងដាក់បទវិន័យត្រូវធ្វើម៉េចឲ្យកសិករនិងផលិតករកម្ពុជាអាចផលិតបានតម្លៃថោកហើយដើម្បីឆ្លើយតបនឹងការផលិតតម្លៃថោករាជការត្រូវធ្វើការសិក្សាខាងតម្លៃដែលហៅថា cost analysis ហើយផ្ដល់ការណែនាំដល់ផលិតករនិងកសិករដំណោះស្រាយមានចុះរាជការធ្វើទេរាជការធ្វើប៉ុន្តែមិនចំណាមិនចំ
ដល់រាជការធ្វើមិនចំរាជការដោះស្រាយមិនចាញ់អាហ្នឹងតែប៉ុណ្្នឹងទេចម្លើយឆ្លើយតែប៉ុណ្្នឹងណាសុកសានតារាពន្លឺមុននឹងវាយប្រហាររាជរដ្ឋាភិបាលខ្ញុំមុននឹងវាយប្រហាររាជរដ្ឋាភិបាលខ្ញុំសន្សំលុយឲ្យបានរាប់រយលានសិនចាំមើលអាណាថាខ្ញុំឈ្គួតដែរដឹងមានន័យថាម៉េចទេកូនពូមិនខាងអឺរ៉ុបមានជាន់ទី13ហ្នឹងជំនឿគេពីដើមមកខ្ញុំអត់ដឹងទេរឿងអឺរ៉ុបណាខ្ញុំដឹងតែអាមេរិកមានអាគេខ្លះអត់មានជាន់13ទេអាហ្នឹងប៉ុណ្ណឹងអញ្ចឹងខ្ញុំវិលមកជួបប្រិយមិត្ត3នាទីទៀតនឹងបន្តមកភាគទៀតសូមជម្រាបលា